រដ្ឋបាលខេត្តកំពង់ចាមរំលឹកខួបលើកទី72ទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកា1953 9វិច្ឆិកាឆ្នាំ2025និងកំណើតកងជិតពលខេមរៈភូមិន្ទដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនៃការដណ្ដើមបានមកវិញនៅសិទ្ធិសេរីភាពនិងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជារដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធពិធីរំលឹកខួបលើកទី72ថ្ងៃបុណ្យឯករាជ្យជាតិ9វិច្ឆិកាឆ្នាំ1953 9វិច្ឆិកាឆ្នាំ2025និងជាទិវាកំណើតកងយោធពលខេមរៈភូមិន្ទដែលបានធ្វើឡើងនាព្រឹកថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025នៅទីតាំងវិមានឯករាជ្យស្ថិតក្នុងភូមិទី6សង្កាត់វាលវង្សក្រុងកំពង់ចាមក្រោមវត្តមានឯកឧត្តមខូតផនប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអ៊ុនច័ន្ទដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមស្ថិតក្នុងឱកាសនោះឯកឧត្តមអ៊ុនច័ន្ទដាបានថ្លែងថាថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្តព្រះសង្ឃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូនិស្សិតសិស្សសានុសិស្សនិងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំមានមោទនភាពនិងសេចក្តីរីករាយដោយបានចូលរួមប្រារព្ធពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី72នៃទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកានិងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទគឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរដើម្បីរំលឹកនៅគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋដែលបានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំងនិងរំលឹកគុណដល់វីរជនកងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរៈភូមិន្ទនៅគ្រប់ចំនួនដែលបានឆ្លងកាត់នៅគ្រប់ដំណាក់កាលធំជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិរួមមានការតស៊ូដណ្ដើមឯករាជ្យការពុះពីឆ្លងកាត់ដំណាក់កាលនៃសង្គ្រាមនិងរបបប្រល័យពូជសាសន៍ប៉ុលពតជាពិសេសលើមូលដ្ឋាននៃជ័យជំនះថ្ងៃ7មករាឆ្នាំ1979ដែលបានកសាងនៅអ្វីៗគ្រប់បែបយ៉ាងដូចបច្ចុប្បន្ននេះឯកឧត្តមអ៊ុនច័ន្ទដាបានបន្តថាទិវាខួបកំណើតកងយោធពលខេមរៈភូមិន្ទនាពេលនេះបានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំងមហាសាមគ្គីរបស់ប្រទេសជាតិខ្មែរយើងទាំងមូលដែលបានឆ្លងកាត់ដំណាក់កាលមួយទៅដំណាក់កាលមួយប្រកបដោយភាពបត់បែននៃដំណើរការប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើនជាពិសេសឆ្លងកាត់រយៈពេល72ឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ននេះគឺនៅតែរក្សាបាននៅអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជាជាកងយោធពលខេមរៈភូមិន្ទដ៏អង់អាចក្លាហានដែលប្រសូតចេញពីប្រជាពលរដ្ឋដើម្បីប្រជាជននិងឆ្លើយតបទៅនឹងសំណូមពរនៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជនអ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាជនកម្ពុជាជាដរាបរៀងមកនិងយូរអង្វែងផងដែរ